ឥឡូវនេះពួកខ្ញុំបានចេញមកដល់បឹងទន្លេសាបនៃកំពង់ភ្លុកហើយគ្រាន់តែមកដល់ភ្លាមទេសភាពដាច់កតុយភ្នែកបងប្អូនទាំងអស់គ្នាមើលមកដូចនៅសមុទ្រអញ្ចឹងគឺមើលទៅឃើញតែជើងមេឃទៅអត់មានឃើញកោះថាត្រើយតាណាដែលថាយើងអាចឈប់បានណាហើយកន្លែងនេះផងដែរជាកន្លែងដែលបងប្អូនទាំងអស់គ្នាជាកណ្ដុំមកជុំគ្នាហើយគាត់មកហែកទឹកលេងឬក៏មកគប់ពងទឹកលេងឬក៏អីចឹងទៅទៀតបងប្អូនឃើញវីដេអូនៅចុងក្រោយអីតែអ្វីដែលសុំចិត្តបងប្អូនមួយកុំខ្សោយនឹងខ្ញុំដោយសារខ្ញុំមិនចេះហែកទឹកទេអត់ចេះហែកទឹកប៉ុន្តែចង់ហែកទឹកអញ្ចឹងរៀងក្បាលរឹងចិត្តជាងការបដាទៅខែផងអីផងឲ្យបងឆ្លៃជួយផងអីផងនិយាយទៅពេលបើមើលវីដេអូខ្លួនឯងវិញពិតជាចង់សើចមែនតើបងប្អូនទាំងអស់គ្នាពោះចិត្តនឹងខ្លួនឯងឲ្យតែថាចង់ធ្វើអីចង់រៀនអ្វីដែលថ្មីគឺខំប្រឹងអីល្អមិនល្អទៅសិនហើយបងប្អូនទាំងអស់គ្នាអញ្ចឹងសូមកុំប្រកាន់រឿងហែកទឹកហ្នឹងហើយមួយទៀតបងប្អូនកុំឃើញខ្ញុំហែកទឹកអញ្ចឹងគិតថានៅក្នុងទឹកហ្នឹងមានទឹកដក់បាតត្រូវអីអញ្ចឹងណាអត់ទេគឺនឹងគឺជាព្រៃលិចទឹកអញ្ចឹងនៅក្នុងក្រុមទឹកហ្នឹងអាចថាចន្លោះពីខ្ញុំហែ1ម៉ែត្រអីអញ្ចឹងចំការមានដើមឈើមានអីដូចនេះតម្រូវបងប្អូនទាំងអស់គ្នាពេលទៅហែឬក៏ទៅលេងនៅពេលដែលព្រៃលិចទឹកហ្នឹងគឺត្រូវប្រយ័ត្នមែនតើព្រោះដើមឈើខ្លះមានបន្លែមានអីចឹងទៅបងប្អូនទាំងអស់គ្នាជាមួយទៀតខ្ញុំហែទៅដល់ដើមឈើហ្នឹងហើយដើមឈើហ្នឹងគឺពេញកំប៉ុនហ្នឹងគឺស្កាត់ដើមឈើដែលមានបន្លែហើយខ្ញុំបានប៉ះតិចដែរប៉ុន្តែអត់មានមុតអីទេបងប្អូនដោយសារតែបងថាខ្ញុំក៏ប្រាប់ដែរថានៅកន្លែងហ្នឹងមានដើមឈើខ្ញុំប្រយ័ត្នអញ្ចឹងណាអញ្ចឹងខ្ញុំចង់ប្រាប់បងប្អូនដែរបើសិនជាលេងកំពុងភ្លុកពេលហែទឹកអីប្រយ័ត្នផងនេះបងប្អូនទាំងអស់គ្នាកន្លែងដើមឈើដែលខ្ញុំនិយាយគឺកន្លែងហ្នឹងគឺដើមឈើហ្នឹងឃើញអត់ខ្ញុំមកហ៊ានហែទៅជ្រៅទៀតទេព្រោះសារមានបន្លែឥឡូវនេះយើងមកទស្សនាកន្លែងដែលបងប្អូនទាំងអស់គ្នាមកផ្ដុំគ្នាឃើញអត់បងប្អូនគឺមនុស្សច្រើនមែនតើមនុស្សកោះកុំមែនតើនិយាយទៅខ្ញុំមិនដឹងថាកណូតនឹងឬក៏កប៉ាទាំងអស់ហ្នឹងមកពីណាទេបងប្អូនទាំងអស់គ្នាច្រើនមែនតើខ្ញុំមិនដែលឃើញពីមុនមកទេខ្ញុំទៅដើរលេងតាមខេត្តដែរអញ្ចឹងខ្ញុំមិនដែលឃើញពីលើកទី1មែនតើដែលខ្ញុំមកកំពុងពុកនេះគឺឃើញថាបងប្អូនសប្បាយកោះកមានទាំងប្រសង់មានទាំងប្រសក់មានទាំងជួយទេសចររំលេងមានទាំងស្ទីវមានទាំងអីអូគឺមកប្រម៉ូទផ្ដុំគ្នាតែម្ដងខ្ញុំនិយាយបងប្អូនមិនទាន់ជឿមិនណាពេលដែលបងប្អូនទៅលេងជំរាបនៅពេលខែទឹកឡើងណាបងប្អូនកុំភ្លេចតាមបានទស្សនាទៅលើកំពង់ភ្លុកអ៊ីអ្នកលក់ជិះតាមទូកក៏មានទេសភាពក៏ស្អាតប៉ុន្តែចៃដន្យនៃបងប្អូនដែលនឹងគឺចូលចំមេឃភ្លៀងខ្ញុំទៅដល់ទន្លេសាបធំនឹងបានយូរមេឃក៏ចាប់ផ្ដើមភ្លៀងពួកខ្ញុំក៏ចាប់ផ្ដើមរៀបចំបាត់កណូតមកវិញដោយសារតែពូកណូតក៏ប្រាប់ថាយើងអាចនៅបានទៀតទេព្រោះខ្លាចខ្យល់ខ្លាចអីចឹងទៅអញ្ចឹងពួកខ្ញុំក៏ត្រូវតម្រូវត្រឡប់មកវិញទោះបីជាចាក់តន់ចង់ក៏ដោយហើយមិនមែនតែខ្ញុំទេបងប្អូនទាំងអស់គ្នាបងទូកផ្សេងៗក៏ត្រូវមកទាំងអស់គ្នាដែរអ្វីដែលកាន់តែពិសេសខ្ញុំដើរលេងលើកនេះបានទាំងពេលវេលាសប្បាយបានទាំងពេលវេលាពុះជាងនេះទៅគឺជាអនុស្សាវរីយ៍ដិតដាមនៅក្នុងអារម្មណ៍ខ្ញុំមែនតើគឺខ្ញុំមិនដែលបានទស្សនាដំណើរកម្សាន្តលើទឹកហើយកំឡុងពេលមេឃភ្លៀងចឹងទេមេឃភ្លៀងនឹងអាចនិយាយបានថាភ័យផងអផងក៏មានប៉ុន្តែអ្វីដែលពិសេសគឺខ្ញុំបានឃើញពីការរស់នៅលើទឹករបស់បងប្អូនប្រជាពលរដ្ឋថាការគោរពបែបណាការលក់ដូរបង្កប់បែបណាប្រកបរបរបែបណាតែមើលទៅម្យ៉ាងម្នាក់សម្រាប់បងប្អូនដែលរស់នៅលើគោកហើយពួកគាត់រស់ដូចធម្មតាសម្រាប់ខ្ញុំវិញឃើញពួកគាត់អ្នកលក់ជិះទូកមកអូខ្លាចទៅលេចទូកខ្លាចទៅកន្លប់ទូកអីចឹងទេស្មាត់ទោសពេលសួរគាត់ទៅពេលខ្លះគាត់ថាភ័យដែរពេលខ្យល់លេខ្លាំងណាប៉ុន្តែគាត់ថាយូរទៅស្ទមគាត់ថាពេលមេឃរត់ព្រៀងអញ្ចឹងប្រញាប់ត្រឡប់ទៅវិញបងប្អូនឃើញអត់មេឃឡើងស្ទុំហ្មងស្ទុំខ្លាំងមែនតើហ្មងណាពេលហ្នឹងខ្យល់ចាប់ដើមមកទៅចិត្តគេអញ្ចឹងពួកខ្ញុំចាប់ដើមបាត់ទូកទៅវិញហើយអញ្ចឹងសម្រាប់វីដេអូមេឃភ្លៀងខ្ញុំនឹងដាក់នៅវីដេអូក្រោយជូនបងប្អូនទាំងអស់គ្នាទស្សនាដើម្បីដឹងថាតើនៅពេលមេឃភ្លៀងខ្លាំងអញ្ចឹងការត្រឡប់ទូកមិនដែរអនុស្សាវរីយ៍ដែលខ្ញុំនិយាយនឹងមិនដែរដោយសារតែវីដេអូនេះរៀងវែងអញ្ចឹងខ្ញុំត្រូវការកាត់តែពី3វីដេអូទៅបានបញ្ចប់វីដេអូមួយហ្នឹងអញ្ចឹងជួបខ្ញុំនៅវីដេអូក្រោយបងប្អូនទាំងអស់គ្នា